ចូលចាំថាយើងគឺជាអ្នកដឹកនាំជីវិតរបស់ខ្លួនឯងនៅក្នុងឆ្នាំថ្មីវានឹងក្លាយទៅជាឆ្នាំដ៏អស្ចារ្យមិនមែនដោយសារតែសំណាងទេតែដោយសារតែការត្រៀមខ្លួននិងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់យើងការបោះបង់នៅផ្នត់គំនិតដែលរងចាំតែសំណាងហើយងាកមកកាច់ចង្កូតដឹកនាំជីវិតដោយខ្លួនឯងគឺជាចំណុចកំពូលនៃការត្រៀមខ្លួនយើងមានអំណាចពេញលេញក្នុងការជ្រើសរើសប្រតិកម្មការគិតនិងសកម្មភាពរបស់យើងជារៀងរាល់ថ្ងៃលទ្ធផលល្អវានឹងកើតចេញពីការរៀបចំផែនការនិងការខិតខំប្រឹងប្រែងមិនមែនកើតចេញពីរឿងចៃដន្យនោះទេជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនឯងហើយប្រកាសប្រាប់ខ្លួនឯងថាយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ឆ្នាំថ្មីរួចហើយដូច្នេះអ្នកដែលអាចសម្រិតសម្រាំងគំនិតដ៏ស្មុគស្មាញឲ្យคล้ายទៅជា clear ដ៏ខ្លីៗមានន័យចំគោលដៅងាយយល់ងាយស្ដាប់និងឆាប់ចាំនោះគឺជាអ្នកដែលអាចតាក់ទាញចំណាប់អារម្មណ៍អ្នកដទៃបានយ៉ាងងាយស្រួលព្រោះមនុស្សមិនចូលចិត្តស្ដាប់អ្វីដែលវែងឆ្ងាយហួសហេតុតែគ្មានខ្លឹមសារនោះទេដូច្នេះសមត្ថភាពក្នុងការនិយាយឲ្យខ្លីតែមានអត្ថន័យមានតម្លៃគួរឲ្យចង់ស្ដាប់វាមិនមែនជាជំរើសដែលយើងត្រូវគិតថាគួររៀនឬក៏អត់ទៀតនោះទេតែវាបានคล้ายទៅជាជំនាញដ៏ចាំបាច់បំផុតសម្រាប់ជីវិតរបស់យើងដែលមិនគួរខ្វះនោះឡើយសមត្ថភាពនៃការនិយាយឲ្យបានល្អបែបនេះវាបង្ហាញពីភាពច្បាស់លាស់នៃគំនិតនិងភាពជឿជាក់ទៅលើខ្លួនឯងនៅពេលដែលអ្នកដទៃដឹងថារាល់ពាក្យដែលអ្នកនិយាយចេញមកគឺមានតម្លៃពួកគេនឹងចាប់ផ្ដើមចង់ស្ដាប់អ្នកកាន់តែខ្លាំងឡើងមិនថាអ្នកកំពុងតែជជែកនៅក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញឬគ្រាន់តែនិយាយក្នុងជីវភាពប្រចាំថ្ងៃក៏ដោយគន្លឹះសំខាន់នៃការនិយាយដែលមានប្រសិទ្ធភាពគឺផ្អែកទៅលើការត្រៀមខ្លួនដ៏ល្អការប្រើប្រាស់ពាក្យពេចន៍ដ៏ឆ្លាតវៃនិងការបង្ហាញដោយកាយវិការដ៏រស់រវើក